អន្តរាយដោយអត់ដឹងខ្លួនដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងម៉ែដឹងឪដឹងផ្លូវព្រះនិព្វានតែមិនដឹងខ្លួនមមួនបំពេញប្រដៅធម្មទានគេបានខ្លួនអត់ចង់ដឹងអត់ធ្មត់តែអត់មិនបានជួបធម៌កល្យានមិនបានហាត់ពុតចង់បាននិព្វានតែគ្មានអំណត់អន្តរាយប្រកបព្រោះអត់ដឹងខ្លួនធម៌មិនគួរប្រកាន់មិនមែនចង់ថាឲ្យយើងទៅធ្វើជាក្មេងខ្វៀលក្របីឬទៅដេកដីជាមួយនឹងសត្វគោទេតែបើយើងចេះតែរស់នៅតាមបែបនៃការប្រកាន់ខ្លួនខ្លាំងឡើងដូច្នេះក៏មិនមែនជារបៀបរស់នៅនៃមនុស្សឆ្លាតដែរតាមពិតជីវិតមួយនេះមិនលំបាកអ្វីពេកទេបើយើងមិនប្រកាន់ពេកនោះក្នុងលោកសុទ្ធតែមានការពិតដោយបរមត្ថរៀបរយហើយស្រេចរស់នៅដោយមិនចាំបាច់ស្អប់ឬទាស់អ្វីចំពោះសភាវៈនោះឡើយសូមបីតែសភាវៈនោះគឺជាវិបាកជាកុសលជាអកុសលឬជាសភាវៈអ្វីក៏ដោយប្រះធម៌ទាំងនេះកើតអំពីបច្ច័យគួរដឹងច្បាស់មិនគួរប្រកាន់ឡើយអធ្យាស្រ័យ5យ៉ាងក្តីសន្តិប្រែមកថាស្ងប់សេចក្តីស្ងប់សេចក្តីសន្តានសេចក្តីរៀមទាបការពិតថានៅស្ងៀមតែជាមនុស្សមានអធ្យាស្រ័យមួយមិនសម្ដែងប្រតិកម្មតបតែបានបែងចែកមនុស្សគួរឬមិនគួរយ៉ាងណារួចហើយមានសេចក្តីស្និទ្ធស្នាលដំណើរជឿលើគ្នាការទុកចិត្តគ្នាទៅវិញទៅមកវាបានថយចុះបាត់ទៅហើយ2សម្ដែងការរាប់អានគ្នាទាំងកាយទាំងវិចារតែការជឿទុកចិត្តជាមានការថយចុះជាលំដាប់3មិនស្ដីបន្ទោសមិនរំលឹកឈ្មោះតែដកខ្លួនថយឃ្លាតកាយណាយចិត្តដើម្បីរក្សាគំនិតល្អរបស់ខ្លួនឯងទី4ស្រឡាញ់ក្នុងអារម្មណ៍នៃមេត្តាតែមិនចូលរួមសហការមិនរួមគំនិតត្បិតខុសទស្សនៈគ្នាទី5
5 ដកខ្លួនដោយមិនទាមទារបេះដូងលាដោយមិនអាល័យគ្មានថ្ងៃត្រឡប់បញ្ចប់ដោយសន្តិគុំនឹកចាស់ផ្លាស់តាមវ័យចាស់ទៅនៅក្នុងប្រធមម្នាក់ឯងក៏សប្បាយព្រោះបានឆ្លងកាត់មនុស្សដែលមិនស្មោះត្រង់មកច្រើនហើយព្រោះបានព្រាត់ប្រាសមនុស្សដ៏សំខាន់កន្លងទៅឥឡូវទើបដឹងថាខ្លួនជួបបណ្ណាក៏គង់តែព្រាត់មិនស្គាល់ក៏បានដែរព្រោះដឹងថាទីពឹងគឺខ្លួនឯងដែលមានសតិដ្ឋានទោះមានគ្នាប៉ុណ្ណាក៏ត្រូវតែពឹងខ្លួនឯងដែរទាំងមិនបាច់ទាស់ទែងមិនបាច់សំដែងយកគប់យកគួរអ្វីនឹងអ្នកណានោះឡើយព្រោះថាសេចក្តីសុខពិតគឺនៅនឹងចិត្តស្ងប់ខ្លួនឯងព្រោះថាខ្លួនឯងធំហើយអាចនៅម្នាក់ឯងបានបើមានគ្នាក៏គ្នាជាទីសប្បាយក្នុងប្រធរមិននឿយហត់សម្បទាន8យ៉ាង1ការងារថែឲ្យល្អជីវិតត្រូវពឹងពោការងារល្អសាងជីវិត2ថែក្រុមគ្រួសារញាតិកាមនុស្សជិតស្និទ្ធ3ថែរក្សាដឹងការពិតចិត្តយើងស្ងប់4ថែសមត្ថភាពឲ្យជ្រួនជ្រាបរឹតប្រសព5ថែសុខភាពគប់គឺជាទ្រព្យលៀបក្រៃលែង6ថែទឹកចិត្តឲ្យប្រព្រឹត្តគោរពកោតក្រែង7ថែខ្លួនឯងស្វែងរកទីពឹងទីដឹងទីពួនស្វែងរកទីពឹងដឹងទីពួន8ថែសាសនាព្រះសាស្តាគង់មាំមួន9ទីពឹងសតិដ្ឋានដល់ទីពួនព្រះនិព្វានកិច្ចការ10ជាប់មនុស្សឆ្លាតសង្វាតប្រើជីវិតបានរួចខ្លួនពិតពីបញ្ហា1ប្រើពាក្យសច្ចៈទាំងបានការ2មានមេត្តារក្សាចិត្តមានមេត្តារក្សាមិត្ត3មិនប្រទុះខ្លួនត្រូវមិនទាស់ក្នុងផ្លូវនៃជីវិត4សេពគប់ចំមានធម្មមិត្តចេញចាកងងឹតដោយបញ្ញា5មានទឹកចិត្តប្រព្រឹត្តត្រង់តែក៏មិនល្ងងលងអាត្មា6មិនខ្ជិលក្នុងកិច្ចការមិនជែងអ្នកណាការងារត្រូវ7មិនរឹងអឹងចោចេះមិនរឹងអឹងចោចេះក៏មិនទុនដាស់ក៏មិនទុនផ្ដាស់ក៏មិនទុនផ្ដាស់តាមគេទៅ8មិនដើរឲ្យខុសផ្លូវទាំងមិនទ្រាំនៅក្នុងកាមមាក៏មិនទ្រាំនៅក្នុងកាមមា9ប្រឹងចំមិនខំបន់ហើយក៏មិនរែកធ្ងន់ឥតបានការ10មិនប្រៀបអួតអាត្មាអត្តទីបាពឹងខ្លួនបាន
ប្រធមមរតកលោកប្រធមមរតកលោករៀបចំជីវិតចិត្តអប់រំមិនចូលសង្គមជុំផ្ដេសផ្ដាស់មិនគ្រប់គ្រងគេទំនេរផងគ្មានគេគ្រប់គ្រងទំនងស្រួលមិនចូលចិត្តអួតប្រកួតចែងគ្រប់គ្រងខ្លួនឯងក្រែងផ្លាតដួលមិនបាច់ទំនើបបែបជ្រើមជ្រួលរស់ស្រួលងាយស្រួលសប្បាយចិត្តមិនមែនកាត់មកលេងលោកីបរិភោគអ្វីមានកម្រិតមិនបានរស់នៅផ្លូវទុច្ចរិតខ្លួនត្រូវជាមិត្តនឹងខ្លួនឯងមិនលេងលបែងកាមតាមចិត្តបោកស៊ីសុកសោយសោករូបក្រៃលែងមិនសោកមិនសែបបែបហួងហែងកោតក្រែងគោរពមនុស្សល្អមិនខ្វល់រឿងគេកាហ្វេផឹករកនឹកពាក្យកាបកំណាប់ធម៌មិនចោលកម្មដ្ឋានបានគួរចោដាមមកប្រធមមរតកលោកស្មៅដែលគេដាំបើយើងគ្មានតម្លៃក្នុងវិស័យនៃអ្នកណាអ្នកនោះទុកយើងថាគ្មានបានការជាផ្នែកលើសដូចស្មៅក្នុងសួនផ្កាគេចាក់ការដោតទាំងរឹសដឹងខ្លួនយើងជាមនុស្សត្រូវតែជ្រើសរើសរកកន្លែងរស់ត្រូវតែជ្រើសរើសទីកន្លែងនៅគេទុកយើងកុំយកមិនហៅរកយើងកុំទៅបើមិនប្រាប់កុំសួរជ្រៅបើគ្មានផ្លូវកុំនៅចាំគេចោលយើងឈប់ស្គាល់គេទើសតល់កុំនៅត្រាំស្មៅយើងបើគេដាំគេថែទាំមានតម្លៃនៅក្នុងទីសំគួរសារណៈល្អត្រៃរគុំរៀនធម៌ជាប្រក្រតីសែបអាស្រ័យសតិដ្ឋានតម្រូវការនៃជីវិតពេលខ្លះជីវិតក៏មិនត្រូវការអ្វីច្រើនដែរត្រឹមបាយមួយពេលហើយស្ដាប់ព្រះធម៌អានព្រះត្រៃបិដកសង្ឃឹមសម្លឹងមើលមេឃចុះអាប់សង្ឃឹមសម្លឹងមើលមេឃចុះអាប់ស្រូបយកខ្យល់ត្រជាក់ដែលធ្លាក់ចុះមកឃើញខ្យល់បក់ស្លឹកឈើអង្គើចុងស្មៅឃើញទឹកបឹងជាប់ជើងភ្នំឃើញធម្មជាតិជាទីមនោរម្យហាក់ញញឹមប្រាប់មនុស្សថាភាពទន់ធ្ងន់មិនមែនជាទន់ខ្សោយនោះឡើយគឺមានកម្លាំងខ្លាំងអាចឈ្នះចិត្តនៃអ្នកខ្ពង់ខ្ពស់បានទាំងអ្នករំពឹងឲ្យចេះទន់ធ្ងន់ដាក់ខ្លួនឯងដោយធម្មជាតិដែលទន់ត្រជាក់ទឹកធ្លាក់ខ្យល់បក់ដូចនេះឯងឲ្យទៀនដោយសប្បាយចិត្តបុណ្យសម្អាតចិត្តជីវិតសុខមិនចាំចិត្តមុខប៉ុណ្ណោះទេធ្វើល្អថែចិត្តពិតជួយគេជួយយើងជាមេមុនគេទៅទៀតឲ្យអ្វីគេហើយសប្បាយចិត្តសុខពិតតន់ហន់បច្ចុប្បន្នជាតិចាស់ហើយគួរស្ងប់អប់រំទៀតអ្វីបែកឃ្លា
អ្វីបែកឃ្លាតពីធម្មជាតិពិតវេលាកន្លងអ្វីក៏ប្រែប្រួលមិនទៀមទាទេត្បិតគ្មានសិទ្ធិមិនសំខាន់ត្រង់បានចិត្តមិនសំខាន់ត្រង់បានដួងចិត្តពិសិដ្ឋនៅត្រង់មិនចង់បាននៅវត្តមិនស្ងប់ត្រឡប់គិតធ្វើវត្តក្នុងចិត្តពិតខ្សេងខ្សានពិតថាចិត្តមុខទុក្ខរំខានបែរបានបរមប្រមាត់មកសិក្សាបដិបត្តិធម៌5ជាប្រចាំល្អគួរមានតម្លៃក្នុងជីវិតចាស់គួរមានតម្លៃក្នុងជីវិតចាស់គឺច្បាប់ប្រព្រឹត្តគិតក្នុងផ្លូវស្ងប់1ខំធ្វើទានបើមានទ្រព្យសង្គ្រោះគួរគប់ជាប់ហៅថាសួស្ដី2មានមេត្តាប្រហាក្រោតក៏មិនល្ងងឆោតឲ្យខ្លាឆីព្រះគុណត្រជាក់អរិយមគ្គមេត្រីទ្រង់មានសេរីអនាគត3មុទិតាអ្នកណាសុខត្រេកអរគ្រប់មុខមិនអិសាដីសុខផងយើងបែរយ៉ាងណាល្មមត្រឹមធម្មតាវេទនាធម៌4សច្ចៈត្រង់សង្គ្រោះជនមិនលាក់ពុតភ្លុនមាយាភោមិនទ្រុះសិលហើយនៅជីវរមិនទ្រុះសិលហើយនៅជីវរមិនអួតគុណធម៌ជាមហាចៅ5ព្រមល្មមតាមធម៌វិន័យសិក្ខាទាំង3មហាថ្លៃថ្នូរឧបនិស្ស័យផ្សេងគ្នាមានរឿងនិទានខ្លាទីតីខ្លាមួយក្នុងព្រៃមួយក្នុងទ្រុងច្រណែននឹងគ្នាជាសត្វល្ងង់ថាខ្លាក្នុងទ្រុងដេកស៊ីសាច់ស្រាប់ខ្លាមួយទៀតថាឯងនៅក្នុងព្រៃរស់មានសេរីគេមិនចាប់សត្វខ្លាទាំងពីរក៏ប្រញាប់ដូរទីគ្នាឆាប់ស្លាប់ប្រកបខ្លាធ្លាប់ស៊ីស្រាប់ស្លាប់អត់ឆៃព្រោះគ្មានចំណីរត់ចូលមាត់ខ្លាធ្លាប់នៅព្រៃភ័យព្រាត់ប្រាសអសោះសង្កត់អបសុកសង្កត់អត់ដង្ហើមឧបនិស្ស័យអាស្រ័យធ្លាប់គួរគប់សម្រួលកុំជ្រួលជ្រើមជំនាញខ្លួនខ្លាំងតាំងពីដើមរក្សាដង្ហើមដកដើមខ្យល់រស់រក្សាដង្ហើមដកខ្យល់រស់សំខាន់បានរស់ក្នុងព្រះធម៌មានការងារល្អក៏សង្គ្រោះព្រះធម៌ជាសប្បុរសមរតកគេឈ្មោះរស់យូរអង្វែងសម្ដី3ម៉ាត់ឬគេហៅថាសម្ដី3យ៉ាងនៅស្គៀមមិនមែនសុទ្ធតែមិនដឹងអីនោះទេវាអាចជាការដឹងមិនច្បាស់ឬដឹងច្បាស់ដល់ថ្នាក់មិននិយាយទៀតផងព្រោះរឿងខ្លះនៅស្ងៀមទើបល្អសម្ដី3ម៉ាត់នេះមានន័យថាមិនមែនរឿងខ្លះយើងមិនដឹងទេព្រោះតែយើងដឹងនឹងហើយបានជាយើងមិននិយាយកំឡាំងចិត្តការឈូកខ្លះរីកមុនខ្លះរីកក្រោយនេះហើយបើគ្មានអន្តរាយទេយើងជឿជាក់លើខ្លួនយើងដែលមានសទ្ធាក្នុងព្រះត្រៃនិងមានឆន្ទាគតិពោពេញទៅដោយចិត្តព្យាយាមមាន
អ្នកខ្លះបានសម្រេចដោយសារមានការមើលងាយអំពីអ្នកដទៃបែរជាអ្នកដែលមើលងាយយើងនោះបែរជាអ្នកដែលមើលងាយគេនោះឯងបរាជ័យធ្លាក់ចុះដីក្នុងមឈូសទៅវិញដូច្នេះកម្លាំងចិត្តគឺជាអង្គមួយដ៏សំខាន់ក្នុងការចុះកាន់អរិយមគ្គកុំសាងបាបគ្រោះព្រោះតែអាហារកាន់ឧបោសថសិលកុំខ្ជិលឡើយដឹងគេខុសហើយកុំឡើយក្រោធពេលខ្លះខឹងដែលព្រោះតែឆោតត្រូវសង្កត់ក្រោធកុំអួតខ្លាំងកុំស៊ីតាមព្រានបំពេញច្បាប់ទ្រង់កុំហ៊ានតាមចង់បងអាត្មាកុំសាងបាបគ្រោះព្រោះអាហារកុំឃ្លាតយ៉ាងណាមានការទ្រាំទ្រស៊ីសុកសងសោយបោកខ្លួនឯងគប់លបែងលីមាវេទនាអារម្មណ៍ជៀសចាកកាមគុណមេមុនធម្មមេមុនធម្មវិះកាយជ្រៀងរំស្អាងស្អាតស្កាយធ្វើបិទអីភព3ជាភពមាមិនគួរជួបគ្នាជុំសបាយឧបោសថចំខំនឿយណាយបរិញ្ញាឃ្លាតឆ្ងាយណាយពីភពជាតិអន្តរាយដោយអត់ដឹងខ្លួនដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងម៉ែដឹងឪដឹងផ្លូវព្រះនិព្វានតែមិនដឹងខ្លួនមមួនបំពេញប្រដៅធម្មទានគេបានខ្លួនអត់ចង់ដឹងអត់ធ្មត់តែអត់មិនបានជួបធម៌កល្យានមិនបានកាត់ពុតចង់បាននិព្វានតែគ្មានអំណត់អន្តរាយប្រកបព្រោះអត់ដឹងខ្លួនធម៌មិនគួរប្រកាន់មិនមែនចង់ថាឲ្យយើងទៅធ្វើជាក្មេងខ្វៀលក្របីឬទៅដេកដីជាមួយនឹងសត្វគោទេតែបើយើងចេះតែរស់នៅតាមបែបនៃការប្រកាន់ខ្លួនខ្លាំងឡើងដូច្នេះក៏មិនមែនជារបៀបរស់នៅនៃមនុស្សឆ្លាតដែរតាមពិតជីវិតមួយនេះមិនលំបាកអ្វីពេកទេបើយើងមិនប្រកាន់ពេកនោះក្នុងលោកសុទ្ធតែមានការពិតដោយបរមត្ថរៀបរយហើយស្រេចរស់នៅដោយមិនចាំបាច់ស្អប់ឬទាស់អ្វីចំពោះសភាវៈនោះឡើយសូមបីតែសភាវៈនោះគឺជាវិបាកជាកុសលជាអកុសលឬជាសភាវៈអ្វីក៏ដោយប្រះធម៌ទាំងនេះកើតអំពីបច្ច័យគួរដឹងច្បាស់មិនគួរប្រកាន់ឡើយអធ្យាស្រ័យ5យ៉ាងក្តីសន្តិ
សន្តិប្រែមកថាស្ងប់សេចក្តីស្ងប់សេចក្តីខ្សាន្តត្រានសេចក្តីរៀមទៀតការពិតថានៅស្ងៀមតែជាមនុស្សមានអធ្យាស្រ័យមួយមិនសម្ដែងប្រតិកម្មតបតែបានបែងចែកមនុស្សគួរឬមិនគួរយ៉ាងណារួចហើយមានសេចក្តីស្និទ្ធស្នាលដំណើរជឿលើគ្នាការទុកចិត្តគ្នាទៅវិញទៅមកវាបានថយចុះបាត់ទៅហើយ2សម្ដែងការរាប់អានគ្នាទាំងកាយទាំងវិចារតែការជឿទុកចិត្តពិតជាមានការថយចុះជាលំដាប់3មិនស្ដីបន្ទោសមិនរំលឹកឈ្មោះតែដកខ្លួនថយឃ្លាតកាយណាយចិត្តដើម្បីរក្សាគំនិតល្អរបស់ខ្លួនឯងដើម្បីរក្សាគំនិតល្អរបស់ខ្លួនឯងទី4ស្រឡាញ់ក្នុងអារម្មណ៍នៃមេត្តាតែមិនចូលរួមសហការមិនរួមគំនិតត្បិតខុសទស្សនៈគ្នាទី5ដកខ្លួនដោយមិនទាមទារបេះដូងលាដោយមិនអាល័យគ្មានថ្ងៃត្រឡប់បញ្ចប់ដោយសន្តិគុំនឹកចាស់ផ្លាស់តាមវ័យចាស់ទៅនៅក្នុងប្រធមម្នាក់ឯងក៏សប្បាយព្រោះបានឆ្លងកាត់មនុស្សដែលមិនស្មោះត្រង់មកច្រើនហើយព្រោះបានព្រាត់ប្រាសមនុស្សដ៏សំខាន់កន្លងទៅឥឡូវទើបដឹងថាខ្លួនជួបបណ្ណាក៏គង់តែព្រាត់មិនស្គាល់ក៏បានដែរព្រោះដឹងថាទីពឹងគឺខ្លួនឯងដែលមានសតិដ្ឋានទោះមានគ្នាប៉ុណ្ណាក៏ត្រូវតែពឹងខ្លួនឯងដែរទាំងមិនបាច់ទាស់ទែងមិនបាច់សំដែងយកគប់យកគួរអ្វីនឹងអ្នកណានោះឡើយព្រោះថាសេចក្តីសុខពិតគឺនៅនឹងចិត្តស្ងប់ខ្លួនឯងព្រោះថាខ្លួនឯងធំហើយអាចនៅម្នាក់ឯងបានបើមានគ្នាក៏គ្នាជាទីសប្បាយក្នុងប្រធរមិននឿយហត់សម្បទាន8យ៉ាង1ការងារថែឲ្យល្អជីវិតត្រូវពឹងពោការងារល្អសាងជីវិត2ថែក្រុមគ្រួសារញាតិកាមនុស្សជិតស្និទ្ធ3ថែរក្សាដឹងការពិតចិត្តយើងស្ងប់4ថែសមត្ថភាពឲ្យជ្រួនជ្រាបរឹតប្រសព5ថែសុខភាពគប់គឺជាទ្រព្យលៀបក្រៃលែង6ថែទឹកចិត្តឲ្យប្រព្រឹត្តគោរពកោតក្រែង7ថែខ្លួនឯងស្វែងរកទីពឹងទីដឹងទីពួនស្វែងរកទីពឹងដឹងទីពួន8ថែសាសនាព្រះសាស្តាគង់មាំមួន9ទីពឹងសតិដ្ឋាន4ដល់ទីពួនព្រះនិព្វានកិច្ចការ10ជាប់មនុស្សឆ្លាតសង្វាតប្រើជីវិតបានរួចខ្លួនពិតពីបញ្ហា1ប្រើពាក្យសច្ចៈទាំងបានការ2មានមេត្តារក្សាចិត្ត
មានមេត្តារក្សាមិត្ត3មិនប្រទុះខ្លួនត្រូវមិនទាស់ក្នុងផ្លូវនៃជីវិត4សេពគប់ចំមានធម្មមិត្តចេញចាក់ងងឹតដោយបញ្ញា5មានទឹកចិត្តប្រព្រឹត្តត្រង់តែក៏មិនល្ងងលងអាត្មា6មិនខ្ជិលក្នុងកិច្ចការមិនជែងអ្នកណាការងារត្រូវ7មិនរឹងអឹងចោចេះមិនរឹងអឹងចោចេះក៏មិនទុនដាស់ក៏មិនទុនផ្ដាស់ក៏មិនទុនផ្ដាស់តាមគេទៅ8មិនដើរឲ្យខុសផ្លូវទាំងមិនទ្រាំនៅក្នុងកាមមាក៏មិនទ្រាំនៅក្នុងកាមមា9ប្រឹងចំមិនខំបន់ប្រឹងចំមិនខំបន់ហើយក៏មិនរែកធ្ងន់ឥតបានការ10មិនប្រៀបអួតអាត្មាអត្តទីបាពឹងខ្លួនបានប្រធមរតកលោករៀបចំជីវិតចិត្តអប់រំមិនចូលសង្គមជុំផ្ដេសផ្ដាស់មិនគ្រប់គ្រងគេទំនេរផងគ្មានគេគ្រប់គ្រងទំនងស្រួលមិនចូលចិត្តអួតប្រកួតជែងគ្រប់គ្រងខ្លួនឯងក្រែងផ្លាតដួលមិនបាច់ទំនើបបែបជ្រើមជ្រួលរស់ស្រួលងាយស្រួលសប្បាយចិត្តមិនមែនកាត់មកលេងលោកីបរិភោគអ្វីមានកម្រិតមិនបានរស់នៅផ្លូវទុច្ចរិតខ្លួនត្រូវជាមិត្តនឹងខ្លួនឯងមិនលេងលបែងកាមតាមចិត្តបោកស៊ីសុកសោយសោករោគក្រៃលែងមិនសោកមិនសែបបែបហួងហែងកោតក្រែងគោរពមនុស្សល្អមិនខ្វល់រឿងគេកាហ្វេផឹករកនឹកពាក្យកាបកំណាប់ធัวមិនចោលកម្មដ្ឋានបានគួរចោដាមមាប្រធរមរតកលោកស្មៅដែលគេដាំបើយើងគ្មានតម្លៃក្នុងវិស័យនៃអ្នកណាអ្នកនោះទុកយើងថាគ្មានបានការជាផ្នែកលើសដូចស្មៅក្នុងសួនផ្កាគេចាក់ការដោតទាំងរឹសដឹងខ្លួនយើងជាមនុស្សត្រូវតែជ្រើសរើសរកកន្លែងរស់ត្រូវតែជ្រើសរើសទីកន្លែងនៅគេទុកយើងកុំយកមិនហៅរកយើងកុំទៅបើមិនប្រាប់កុំសួរជ្រៅបើគ្មានផ្លូវកុំនៅចាំគេចោលយើងឈប់ស្គាល់គេទើសតល់កុំនៅត្រាំស្មៅយើងបើគេដាំគេថែទាំមានតម្លៃនៅក្នុងទីសំគួរសារណៈល្អត្រៃរកុំរៀនធម៌ជាប្រក្រតីសែបអាស្រ័យសតិដ្ឋាន
តម្រូវការនៃជីវិតពេលខ្លះជីវិតក៏មិនត្រូវការអ្វីច្រើនដែរត្រឹមបាយមួយពេលហើយស្ដាប់ព្រះធម៌អានព្រះត្រៃបិដកសង្ឃឹមសម្លឹងមើលមេឃចុះអាប់សង្ឃឹមសម្លឹងមើលមេឃចុះអាប់ស្រូបយកខ្យល់ត្រជាក់ដែលធ្លាក់ចុះមកឃើញខ្យល់បក់ស្លឹកឈើអង្គើចុងស្មៅឃើញទឹកបឹងជាប់ជើងភ្នំឃើញធម្មជាតិជាទីមនោរម្យហាក់ញញឹមប្រាប់មនុស្សថាភាពទន់ភ្លន់មិនមែនជាទន់ខ្សោយនោះឡើយគឺមានកម្លាំងខ្លាំងអាចឈ្នះចិត្តនៃអ្នកខ្ពង់ខ្ពស់បានទាំងអ្នករំពឹងឲ្យចេះទន់ភ្លន់ដាក់ខ្លួនឯងដោយធម្មជាតិដែលទន់ត្រជាក់ទឹកធ្លាក់ខ្យល់បក់ដូចនេះឯងឲ្យទៀនដោយសប្បាយចិត្តបុណ្យសម្អាតចិត្តជីវិតសុខមិនចាំចិត្តមុខប៉ុណ្ណោះទេធ្វើល្អថែចិត្តពិតជួយគេជួយយើងជាមេមុនគេទៅទៀតឲ្យអ្វីគេហើយសប្បាយចិត្តសុខពិតតន់ហន់បច្ចុប្បន្នជាតិចាស់ហើយគួរស្ងប់អប់រំទៀតអ្វីបែកឃ្លាអ្វីបែកឃ្លាតពីធម្មជាតិពិតវេលាកន្លងអ្វីក៏ប្រែប្រួលមិនទៀមទាទេត្បិតគ្មានសិទ្ធមិនសំខាន់ត្រង់បានចិត្តមិនសំខាន់ត្រង់បានដួងចិត្តពិសិដ្ឋនៅត្រង់មិនចង់បាននៅវត្តមិនស្ងប់ត្រឡប់គិតធ្វើវត្តក្នុងចិត្តពិតខ្សេងខ្សានពិតថាចិត្តមុខទុក្ខរំខានបែរបានបរមប្រមាត់មកសិក្សាបដិបត្តិធម៌5ជាប្រចាំល្អគួរមានតម្លៃក្នុងជីវិតចាស់គួរមានតម្លៃក្នុងជីវិតចាស់គឺច្បាប់ប្រព្រឹត្តគិតក្នុងផ្លូវស្ងប់1ខំធ្វើទានបើមានទ្រព្យសង្គ្រោះគួរគប់ជាប់ហៅថាសួស្ដី2មានមេត្តាប្រហាក្រោតក៏មិនល្ងងឆោតឲ្យខ្លាចឆៃព្រះគុណត្រជាក់អរិយមគ្គមេត្រីទ្រង់មានសេរីអនាគត3មុទិតាអ្នកណាសុខត្រេកអរគ្រប់មុខមិនអិសាដីសុខផងយើងបែរយ៉ាងណាល្មមត្រឹមធម្មតាវេទនាធម៌4សច្ចៈត្រង់សង្គ្រោះជនមិនលាក់ពុតភ្លុនមាយាភោមិនទ្រុសសិលហើយនៅជីវោមិនទ្រុសសិលហើយនៅជីវោមិនអួតគុណធម៌ជាមហាចៅ5ព្រមល្មមតាមធម៌វិន័យសិក្ខាទាំង3មហាថ្លៃថ្នូរឧបនិស្ស័យផ្សេងគ្នាមានរឿងនិទានខ្លាទីតៃខ្លាមួយក្នុងព្រៃមួយក្នុងទ្រុងច្រណែននឹងគ្នាជាសត្វល្ងង់ថាខ្លាក្នុងទ្រុងដេកស៊ីសាច់ស្រាប់ខ្លាមួយទៀតថាឯងនៅក្នុងព្រៃរស់មានសេរីគេមិនចាប់ខ្លាសត្វខ្លាទាំងពីរក៏ប្រញាប់ដូរទីគ្នាឆាប់ស្លាប់ប្រកបខ្លាធ្លាប់ស៊ីស្រាប់ស្លាប់អត់ឆៃព្រោះគ្មានចំណីរត់ចូលមាត់ខ្លាធ្លាប់នៅព្រៃភ័យព្រាត់ប្រាសអសោះសង្កត់អបសុខ
សង្កត់អត់ដង្ហើមឧបនិស្ស័យអាស្រ័យធ្លាប់គួរគប់សម្រួលកុំជ្រួលជ្រើមជំនាញខ្លួនខ្លាំងតាំងពីដើមរក្សាដង្ហើមដកដើមខ្យល់រស់រក្សាដង្ហើមដកខ្យល់រស់សំខាន់បានរស់ក្នុងប្រធមមានការងារល្អក៏សង្គ្រោះប្រធមជាសប្បុរសមរតកកេរ្តិ៍ឈ្មោះរស់យូរអង្វែងសម្ដី3ម៉ាត់ឬគេហៅថាសម្ដី3យ៉ាងនៅស្ងៀមមិនមែនសុទ្ធតែមិនដឹងអីនោះទេវាអាចជាការដឹងមិនច្បាស់ឬដឹងច្បាស់ដល់ថ្នាក់មិននិយាយទៀតផងព្រោះរឿងខ្លះនៅស្ងៀមទើបល្អសម្ដី3ម៉ាត់នេះមានន័យថាមិនមែនរឿងខ្លះយើងមិនដឹងទេព្រោះតែយើងដឹងនឹងហើយបានជាយើងមិននិយាយកំឡាំងចិត្តការឈូកខ្លះរីកមុនខ្លះរីកក្រោយនេះហើយបើគ្មានអន្តរាយទេយើងជឿជាក់លើខ្លួនយើងដែលមានសទ្ធាក្នុងប្រះត្រៃនិងមានឆន្ទាគតិពោពេញទៅដោយចិត្តព្យាយាមមានអ្នកខ្លះបានសម្រេចដោយសារមានការមើលងាយអំពីអ្នកដទៃបែរជាអ្នកដែលមើលងាយយើងនោះបែរជាអ្នកដែលមើលងាយគេនោះឯងបរាជ័យធ្លាក់ចុះដីក្នុងមួយឈូសទៅវិញដូច្នេះកម្លាំងចិត្តគឺជាអង្គមួយដ៏សំខាន់ក្នុងការចុះកាន់អរិយមគ្គកុំសាងបាបគ្រោះព្រោះតែអាហារកាន់ឧបោសថសិលកុំខ្ជិលឡើយដឹងគេខុសហើយកុំឡើយក្រោធពេលខ្លះខឹងដែលព្រោះតែឆោតត្រូវសង្កត់ក្រោធកុំអួតខ្លាំងកុំស៊ីតាមព្រានបំពេញច្បាប់ត្រង់កុំហ៊ានតាមចង់បងអាត្មាកុំសាងបាបគ្រោះព្រោះអាហារកុំឃ្លាតយ៉ាងណាមានការទ្រាំទ្រស៊ីសុកសងសោយបោកខ្លួនឯងភពលបែកលីមាវេទនាអារម្មណ៍ជៀសចាកកាមគុណមេមុនធម្មមេមុនធម្មវិះកាយជ្រៀងរំស្អាងស្អាតស្កាយធ្វើបិទអីភព3ជាភពមាមិនគួរជួបគ្នាជុំសបាយឧបោសថចំខំនឿយណាយបរិញ្ញាឃ្លាតឆ្ងាយណាយពីភពជាតិអន្តរាយដោយអត់ដឹងខ្លួនដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងម៉ែដឹងឪដឹងផ្លូវព្រះនិព្វានតែមិនដឹងខ្លួនមមួនបំពេញប្រដៅធម្មទានគេបានខ្លួនអត់ចង់ដឹងអត់ធ្មត់តែអត់មិនបានជួបធម៌កល្យានមិនបានហាត់ពុតចង់បាននិព្វានតែគ្មានអំណត់
អន្តរាយប្រកបព្រោះអត់ដឹងខ្លួនធម៌មិនគួរប្រកាន់មិនមែនចង់ថាឲ្យយើងទៅធ្វើជាក្មេងខ្វៀលក្របីឬទៅដេកដីជាមួយនឹងសត្វគោទេតែបើយើងចេះតែរស់នៅតាមបែបនៃការប្រកាន់ខ្លួនខ្លាំងឡើងដូច្នេះក៏មិនមែនជារបៀបរស់នៅនៃមនុស្សឆ្លាតដែរតាមពិតជីវិតមួយនេះមិនលំបាកអ្វីពេកទេបើយើងមិនប្រកាន់ពេកនោះក្នុងលោកសុទ្ធតែមានការពិតដោយបរមត្ថរៀបរយហើយស្រេចរស់នៅដោយមិនចាំបាច់ស្អប់ឬទាស់អ្វីចំពោះសភាវៈនោះឡើយសូមបីតែសភាវៈនោះគឺជាវិបាកជាកុសលជាអកុសលឬជាសភាវៈអ្វីក៏ដោយប្រះធម៌ទាំងនេះកើតអំពីបច្ច័យគួរដឹងច្បាស់មិនគួរប្រកាន់ឡើយអធ្យាស្រ័យ5យ៉ាងក្តីសន្តិប្រែមកថាស្ងប់សេចក្តីស្ងប់សេចក្តីខ្សាន្តត្រានសេចក្តីរៀមទាបការពិតថានៅស្ងៀមតែជាមនុស្សមានអធ្យាស្រ័យមួយមិនសម្ដែងប្រតិកម្មតបតែបានបែងចែកមនុស្សគួរឬមិនគួរយ៉ាងណារួចហើយមានសេចក្តីស្និទ្ធស្នាលដំណើរជឿលើគ្នាការទុកចិត្តគ្នាទៅវិញទៅមកវាបានថយចុះបាត់ទៅហើយ2សម្ដែងការរាប់អានគ្នាទាំងកាយទាំងវិចារតែការជឿទុកចិត្តពិតជាមានការថយចុះជាលំដាប់3មិនស្ដីបន្ទោសមិនរំលឹកឈ្មោះតែដកខ្លួនថយឃ្លាតកាយណាយចិត្តដើម្បីរក្សាគំនិតល្អរបស់ខ្លួនឯងទី4ស្រឡាញ់ក្នុងអារម្មណ៍នៃមេត្តាតែមិនចូលរួមសហការមិនរួមគំនិតត្បិតខុសទស្សនៈគ្នាទី5ដកខ្លួនដោយមិនទាមទារបេះដូងលាដោយមិនអាល័យគ្មានថ្ងៃត្រឡប់បញ្ចប់ដោយសន្តិគុំនិតចាស់ផ្លាស់តាមវ័យចាស់ទៅនៅក្នុងប្រធមម្នាក់ឯងក៏សប្បាយព្រោះបានឆ្លងកាត់មនុស្សដែលមិនស្មោះត្រង់មកច្រើនហើយព្រោះបានព្រាត់ប្រាសមនុស្សដ៏សំខាន់កន្លងទៅឥឡូវទើបដឹងថាខ្លួនជួបបណ្ណាក៏គង់តែព្រាត់មិនស្គាល់ក៏បានដែរព្រោះដឹងថាទីពឹងគឺខ្លួនឯងដែលមានសតិប្បដ្ឋានទោះមានគ្នាប៉ុណ្ណាក៏ត្រូវតែពឹងខ្លួនឯងដែរទាំងមិនបាច់ទាស់ទែងមិនបាច់សំដែងយកគប់យកគួរអ្វីនឹងអ្នកណានោះឡើយព្រោះថាសេចក្តីសុខពិតគឺនៅនឹងចិត្តស្ងប់ខ្លួនឯង
ព្រោះថាខ្លួនឯងធំហើយអាចនៅម្នាក់ឯងបានបើមានគ្នាក៏គ្នាជាទីសប្បាយក្នុងប្រធរមិននឿយហត់សម្បទាន8យ៉ាងសម្បទាន8យ៉ាង1ការងារថែឲ្យល្អជីវិតត្រូវពឹងពោការងារល្អសាងជីវិត2ថែក្រុមគ្រួសារញាតិកាមនុស្សជិតស្និទ្ធ3ថែរក្សាដឹងការពិតចិត្តយើងស្ងប់4ថែសមត្ថភាពឲ្យជ្រួញជ្រាបរឹតប្រសព5ថែសុខភាពគប់គឺជាទ្រព្យលៀបក្រៃលែង6ថែទឹកចិត្តឲ្យប្រព្រឹត្តគោរពកោតក្រែង7ថែខ្លួនឯងស្វែងរកទីពឹងទីដឹងទីពួនស្វែងរកទីពឹងដឹងទីពួន8ថែសាសនាព្រះសាស្តាគង់មាំមួន9ទីពឹងសតិដ្ឋាន4ដល់ទីពួនព្រះនិព្វានកិច្ចការ10ជាប់មនុស្សឆ្លាតសង្វាតប្រើជីវិតបានរួចខ្លួនពិតពីបញ្ហា1ប្រើពាក្យសច្ចៈទាំងបានការ2មានមេត្តារក្សាចិត្តមានមេត្តារក្សាមិត្ត3មិនប្រទុះខ្លួនត្រូវមិនទាស់ក្នុងផ្លូវនៃជីវិត4សេពគប់ចំមានធម្មមិត្តចេញចាក់ងងឹតដោយបញ្ញា5មានទឹកចិត្តប្រព្រឹត្តត្រង់តែក៏មិនល្ងងលងអាត្មា6មិនខ្ជិលក្នុងកិច្ចការមិនជែងអ្នកណាការងារត្រូវ7មិនរឹងអឹងចោចេះមិនរឹងអឹងចោចេះក៏មិនទុនដាស់ក៏មិនទុនផ្ដាស់ក៏មិនទុនផ្ដាស់តាមគេទៅ7មិនដើរឲ្យខុសផ្លូវទាំងមិនទ្រាំនៅក្នុងកាមមាក៏មិនទ្រាំនៅក្នុងកាមមា9ប្រឹងចំមិនខំបន់ហើយក៏មិនរែកធ្ងន់ឥតបានការ10មិនប្រៀបអួតអាត្មាអត្តតិបាពឹងខ្លួនបានប្រធរមរតកលោករៀបចំជីវិតចិត្តអប់រំមិនចូលសង្គមជុំផ្ដេសផ្ដាស់មិនគ្រប់គ្រងគេទំនេរផងគ្មានគេគ្រប់គ្រងទំនងស្រួលមិនចូលចិត្តអួតប្រកួតចែងគ្រប់គ្រងខ្លួនឯងក្រែងផ្លាតដួលមិនបាច់ទំនើបបែបជ្រើមជ្រួលរស់ស្រួលងាយស្រួលសប្បាយចិត្តមិនមែនកាត់មកលេងលោកីបរិភោគអ្វីមានកម្រិតមិនបានរស់នៅផ្លូវទុច្ចរិតខ្លួនត្រូវជាមិត្តនឹងខ្លួនឯងមិនលេងលបែងកាមតាមចិត្តបោកស៊ីសុកសោយសោករោគក្រៃលែងមិនសោកមិនសែបបែបហួងហែង
កោតក្រែងគោរពគ្រប់មនុស្សលោកមនុស្សល្អមិនខ្វល់រឿងគេកាហ្វេផឹករកនឹកពាក្យកាបកំណាប់ធัวមិនចោលកម្មដ្ឋានបានគួរចោដាមមកប្រធរមរតកលោកស្មៅដែលគេដាំបើយើងគ្មានតម្លៃក្នុងវិស័យនៃអ្នកណាអ្នកនោះទុកយើងថាគ្មានបានការជាផ្នែកលើសដូចស្មៅក្នុងសួនផ្កាគេចាក់ការដោតទាំងរឹសដកទាំងរឹសដឹងខ្លួនយើងជាមនុស្សត្រូវតែជ្រើសរើសរកកន្លែងរស់ត្រូវតែជ្រើសរើសទីកន្លែងនៅគេទុកយើងកុំយកមិនហៅរកយើងកុំទៅបើមិនប្រាប់កុំសួរជ្រៅបើគ្មានផ្លូវកុំនៅចាំគេចោលយើងឈប់ស្គាល់គេទឹះតល់កុំនៅត្រាំស្មៅយើងបើគេដាំគេថែទាំមានតម្លៃនៅក្នុងទីសំគួរសារណៈល្អត្រៃរណគមរៀនធម៌ជាប្រក្រតីសេពអាស្រ័យសតិដ្ឋានតម្រូវការនៃជីវិតពេលខ្លះជីវិតក៏មិនត្រូវការអ្វីច្រើនដែរត្រឹមបាយមួយពេលហើយស្ដាប់ព្រះធម៌អានព្រះត្រៃបិដកសង្ឃឹមសម្លឹងមើលមេឃចុះអាប់សង្ឃឹមសម្លឹងមើលមេឃចុះអាប់ស្រូបយកខ្យល់ត្រជាក់ដែលធ្លាក់ចុះមកឃើញខ្យល់បក់ស្លឹកឈើអង្គើចុងស្មៅឃើញទឹកបឹងជាប់ជើងភ្នំឃើញធម្មជាតិជាទីមនោរម្យហាក់ញញឹមប្រាប់មនុស្សថាភាពទន់ភ្លន់មិនមែនជាទន់ខ្សោយនោះឡើយគឺមានកម្លាំងខ្លាំងអាចឈ្នះចិត្តនៃអ្នកខ្ពង់ខ្ពស់បានទាំងអ្នករំពឹងឲ្យចេះទន់ភ្លន់ដាក់ខ្លួនឯងដោយធម្មជាតិដែលទន់ត្រជាក់ទឹកធ្លាក់ខ្យល់បក់ដូចនេះឯងឲ្យទៀនដោយសប្បាយចិត្តបុណ្យសម្អាតចិត្តជីវិតសុខមិនចាំចិត្តមុខប៉ុណ្ណោះទេធ្វើល្អថែចិត្តពិតជួយគេជួយយើងជាមេមុនគេទៅទៀតឲ្យអ្វីគេឲ្យសប្បាយចិត្តសុខពិតតន់ហន់បច្ចុប្បន្នជាតិចាស់ហើយគួរស្ងប់អប់រំទៀតអ្វីបែកឃ្លាអ្វីបែកឃ្លាតពីធម្មជាតិពិតវេលាកន្លងអ្វីក៏ប្រែប្រួលមិនទៀមទាទេត្បិតគ្មានសិទ្ធមិនសំខាន់ត្រង់បានចិត្តមិនសំខាន់ត្រង់បានដួងចិត្តពិសិដ្ឋនៅត្រង់មិនចង់បាននៅវត្តមិនស្ងប់ត្រឡប់គិតធ្វើវត្តក្នុងចិត្តពិតខ្សេងខ្សានពិតថាចិត្តមុខទុករំខានបែរបានបរមរមាត់មកសិក្សាបដិបត្តិធម៌5ជាប្រចាំល្អគួរមានតម្លៃក្នុងជីវិតចាស់គួរមានតម្លៃក្នុងជីវិតចាស់គឺច្បាប់ប្រព្រឹត្តគិតក្នុងផ្លូវស្ងប់1ខំធ្វើទៀនបើមានទ្រព្យសង្គ្រោះគួរគប់ជាប់ហៅថាសួស្ដី2មានមេត្តាប្រហាក្រោតក៏មិនល្ងងឆោតឲ្យខ្លាឆីព្រះគុណត្រជាក់អរិយមគ្គមេត្រីទ្រង់មានសេរីអនាគត3
មុទិតាអ្នកណាសុខត្រេកអរគ្រប់មុខមិនអិសាដីសុខផងយើងបែរយ៉ាងណាល្មមត្រឹមធម្មតាវេទនាធម៌4សច្ចៈត្រង់សង្គ្រោះជនមិនលាក់ពុតលុនមាយាភោមិនទ្រុះសិលហើយនៅជីវរមិនទ្រុះសិលហើយនៅជីវរមិនអួតគុណធម៌ជាមហាចៅ5ព្រមល្មមតាមធម៌វិន័យសិក្ខាទាំង3មហាថ្លៃថ្នូរឧបនិស្ស័យផ្សេងគ្នាមានរឿងនិទានខ្លាទីតីខ្លាមួយក្នុងព្រៃមួយក្នុងទ្រុងច្រណែននឹងគ្នាជាសត្វល្ងង់ថាខ្លាក្នុងទ្រុងដេកស៊ីសាច់ស្រាប់ខ្លាមួយទៀតថាឯងនៅក្នុងព្រៃរស់មានសេរីគេមិនចាប់សត្វខ្លាទាំងពីរក៏ប្រញាប់ដូរទីគ្នាឆាប់ស្លាប់ប្រកបខ្លាធ្លាប់ស៊ីស្រាប់ស្លាប់អត់ឆៃព្រោះគ្មានចំណីរត់ចូលមាត់ខ្លាធ្លាប់នៅព្រៃភ័យព្រាត់ប្រាសអសោះសង្កត់អបសុកសង្កត់អត់ដង្ហើមឧបនិស្ស័យអាស្រ័យធ្លាប់គួរគប់សម្រួលកុំជ្រួលជ្រើមជំនាញខ្លួនខ្លាំងតាំងពីដើមរក្សាដង្ហើមដកដើមខ្យល់រស់រក្សាដង្ហើមដកខ្យល់រស់សំខាន់បានរស់ក្នុងព្រះធម៌មានការងារល្អក៏សង្គ្រោះព្រះធម៌ជាសប្បុរសមរតកគេឈ្មោះរស់យូរអង្វែងសម្ដី3ម៉ាត់ឬគេហៅថាសម្ដី3យ៉ាងនៅស្ងៀមមិនមែនសុទ្ធតែមិនដឹងអីនោះទេវាអាចជាការដឹងមិនច្បាស់ឬដឹងច្បាស់ដល់ថ្នាក់មិននិយាយទៀតផងព្រោះរឿងខ្លះនៅស្ងៀមទើបល្អសម្ដី3ម៉ាត់នេះមានន័យថាមិនមែនរឿងខ្លះយើងមិនដឹងទេព្រោះតែយើងដឹងនឹងហើយបានជាយើងមិននិយាយកម្លាំងចិត្តការឈូកខ្លះរីកមុនខ្លះរីកក្រោយនេះហើយបើគ្មានអន្តរាយទេយើងជឿជាក់លើខ្លួនយើងដែលមានសទ្ធាក្នុងព្រះត្រៃនិងមានឆន្ទាគតិពោពេញទៅដោយចិត្តព្យាយាមមានអ្នកខ្លះបានសម្រេចដោយសារមានការមើលងាយអំពីអ្នកដទៃបែរជាអ្នកដែលមើលងាយយើងនោះបែរជាអ្នកដែលមើលងាយគេនោះឯងបរាជ័យធ្លាក់ចុះដីក្នុងមួយឈូសទៅវិញដូច្នេះកម្លាំងចិត្តគឺជាអង្គមួយដ៏សំខាន់ក្នុងការចុះកាន់អរិយមគ្គកុំសាងបាបគ្រោះព្រោះតែអាហារកាន់ឧបោសថសិលកុំខ្ជិលឡើយដឹងគេខុសហើយកុំឡើយក្រោធពេលខ្លះខឹងដែលព្រោះតែឆោតត្រូវសង្កត់ក្រោធកុំអួតខ្លាំងកុំស៊ីតាមព្រានបំពេញច្បាប់ទ្រង់កុំហ៊ានតាមចង់បងអាត្មាកុំសាងបាបគ្រោះព្រោះអាហារកុំឃ្លាតយ៉ាងណាមានការទ្រាំទ្រស៊ីសុកសងសោយបោកខ្លួនឯងភពលបែងទីមាវេទនាអារម្មណ៍ជាចាកកាមគុណមេមុនធម្មមេមុនធម្មវិកា
ជ្រៀងរំស្អាងស្អាតស្កាយធ្វើបាត់អីភពបីជាភពមាមិនគួរជប់គ្នាជុំសបាយឧបោសថចំខំនឿយណាយបរិញ្ញាឃ្លាតឆ្ងាយណាយពីភពជាតិអន្តរាយដោយអត់ដឹងខ្លួនដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងម៉ែដឹងឪដឹងផ្លូវព្រះនិព្វានតែមិនដឹងខ្លួនមាំមួនបំពេញប្រដៅធម្មទានគេបានខ្លួនអត់ចង់ដឹងអត់ធ្មត់តែអត់មិនបានជួបធម៌កល្យានមិនបានហាត់ពុតចង់បាននិព្វានតែគ្មានអំណត់អន្តរាយប្រកបព្រោះអត់ដឹងខ្លួនធម៌មិនគួរប្រកាន់មិនមែនចង់ថាឲ្យយើងទៅធ្វើជាក្មេងខ្វៀលក្របីឬទៅដេកដីជាមួយនឹងសត្វគោទេតែបើយើងចេះតែរស់នៅតាមបែបនៃការប្រកាន់ខ្លួនខ្លាំងឡើងដូច្នេះក៏មិនមែនជារបៀបរស់នៅនៃមនុស្សឆ្លាតដែរតាមពិតជីវិតមួយនេះមិនលំបាកអ្វីពេកទេបើយើងមិនប្រកាន់ពេកនោះក្នុងលោកសុទ្ធតែមានការពិតដោយបរមត្ថរៀបរយហើយស្រេចរស់នៅដោយមិនចាំបាច់ស្អប់ឬទាស់អ្វីចំពោះសភាវៈនោះឡើយសូមបីតែសភាវៈនោះគឺជាវិបាកជាកុសលជាអកុសលឬជាសភាវៈអ្វីក៏ដោយប្រះធម៌ទាំងនេះកើតអំពីបច្ច័យគួរដឹងច្បាស់មិនគួរប្រកាន់ឡើយអធ្យាស្រ័យ5យ៉ាងក្តីសន្តិប្រែមកថាសេចក្តីស្ងប់សេចក្តីខ្សានត្រានសេចក្តីរៀមទាបការពិតថានៅស្ងៀមតែជាមនុស្សមានអធ្យាស្រ័យមួយមិនសម្ដែងប្រតិកម្មតបតែបានបែងចែកមនុស្សគួរឬមិនគួរយ៉ាងណារួចហើយមានសេចក្តីស្និទ្ធស្នាលដំណើរជឿលើគ្នាការទុកចិត្តគ្នាទៅវិញទៅមកវាបានថយចុះបាត់ទៅហើយ2សម្ដែងការរាប់អានគ្នាទាំងកាយទាំងវិចារតែការជឿទុកចិត្តពិតជាមានការថយចុះជាលំដាប់3មិនស្ដីបន្ទោសមិនរំលឹកឈ្មោះតែដកខ្លួនថយឃ្លាតកាយណាយចិត្តដើម្បីរក្សាគំនិតល្អរបស់ខ្លួន
ឯងដើម្បីរក្សាគំនិតល្អរបស់ខ្លួនឯងទី4ស្រឡាញ់ក្នុងអារម្មណ៍នៃមេត្តាតែមិនចូលរួមសហការមិនរួមគំនិតត្បិតខុសទស្សនៈគ្នាទី5ដកខ្លួនដោយមិនទាមទារបេះដូងលាដោយមិនអាល័យគ្មានថ្ងៃត្រឡប់បញ្ចប់ដោយសន្តិគំនិតចាស់ផ្លាស់តាមវ័យចាស់ទៅនៅក្នុងប្រធមម្នាក់ឯងក៏សប្បាយព្រោះបានឆ្លងកាត់មនុស្សដែលមិនស្មោះត្រង់មកច្រើនហើយព្រោះបានព្រាត់ប្រាសមនុស្សដ៏សំខាន់កន្លងទៅឥឡូវទើបដឹងថាខ្លួនជួបបណ្ណាក៏គង់តែព្រាត់មិនស្គាល់ក៏បានដែរព្រោះដឹងថាទីពឹងគឺខ្លួនឯងដែលមានសតិដ្ឋានទោះមានគ្នាប៉ុណ្ណាក៏ត្រូវតែពឹងខ្លួនឯងដែរទាំងមិនបាច់ទាស់ទែងមិនបាច់សំដែងយកគប់យកគួរអ្វីនឹងអ្នកណានោះឡើយព្រោះថាសេចក្តីសុខពិតគឺនៅនឹងចិត្តស្ងប់ខ្លួនឯងព្រោះថាខ្លួនឯងធំហើយអាចនៅម្នាក់ឯងបានបើមានគ្នាក៏គ្នាជាទីសប្បាយក្នុងប្រធមមិននឿយហត់សម្បទាន8យ៉ាង1ការងារថែឲ្យល្អជីវិតត្រូវពឹងពោការងារល្អសាងជីវិត2ថែក្រុមគ្រួសារញាតិការមនុស្សជិតស្និទ្ធ3ថែរក្សាដឹងការពិតចិត្តយើងស្ងប់4ថែសមត្ថភាពឲ្យជ្រួញជ្រាបរឹតប្រសព5ថែសុខភាពគប់គឺជាទ្រព្យលៀបក្រៃលែង6ថែទឹកចិត្តឲ្យប្រព្រឹត្តគោរពកោតក្រែង7ថែខ្លួនឯងស្វែងរកទីពឹងដឹងទីពួនស្វែងរកទីពឹងដឹងទីពួន8ថែសាសនាប្រសាស្តាគង់មាំមួន9ទីពឹងសតិដ្ឋានដល់ទីពួនព្រះនិព្វានកិច្ចការ10ជាប់មនុស្សឆ្លាតសង្វាតប្រើជីវិតបានរួចខ្លួនពិតពីបញ្ហា1ប្រើពាក្យសច្ចៈទាំងបានការ2មានមេត្តារក្សាចិត្តមានមេត្តារក្សាមិត្ត3មិនប្រទុះខ្លួនត្រូវមិនទាស់ក្នុងផ្លូវនៃជីវិត4សេពគប់ចំមានធម៌មិត្តចេញចាក់ងងឹតដោយបញ្ញា5មានទឹកចិត្តប្រព្រឹត្តត្រង់តែក៏មិនល្ងងលងអាត្មា6មិនខ្ជិលក្នុងកិច្ចការមិនជែងអ្នកណាការងារត្រូវ7មិនរឹងអឹងចចេះមិនរឹងអឹងចចេះក៏មិនទុនដាស់ក៏មិនទុនផ្ដាស់ក៏មិនទុនផ្ដាស់តាមគេទៅ7មិនដើរឲ្យខុសផ្លូវទាំងមិនទ្រាំនៅក្នុងកាមមាក៏មិនទ្រាំនៅក្នុងកាមមា9ប្រឹងចំមិន
ខំបន់ប្រឹងចំមិនខំបន់ហើយក៏មិនរែកធ្ងន់ឥតបានការ10មិនប្រៀបអួតអាត្មាអត្តតិបាពឹងខ្លួនបានប្រធមរតកលោករៀបចំជីវិតចិត្តអប់រំមិនចូលសង្គមជុំផ្ដេសផ្ដាស់មិនគ្រប់គ្រងគេទំនេរផងគ្មានគេគ្រប់គ្រងទំនងស្រួលមិនចូលចិត្តអួតប្រកួតចែងគ្រប់គ្រងខ្លួនឯងក្រែងផ្លាតដួលមិនបាច់ទំនើបបែបជ្រើមជ្រួលរស់ស្រួលងាយស្រួលសប្បាយចិត្តមិនមែនកាត់មកលេងលោកីបរិភោគអ្វីមានកម្រិតមិនបានរស់នៅផ្លូវទឹកចរិតខ្លួនត្រូវជាមិត្តនឹងខ្លួនឯងមិនលេងល្បែងកាមតាមចិត្តបោកស៊ីសុកសោយសោករូបក្រៃលែងមិនសោកមិនសែបបែបហួងហែងកោតក្រែងគោរពមនុស្សល្អមិនខ្វល់រឿងគេកាហ្វេផឹករកនឹកពាក្យកាបកំណាប់ធัวមិនចោលកម្មដ្ឋានបានពួចោដាមមាប្រធរមរតកលោកស្មៅដែលគេដាំបើយើងគ្មានតម្លៃក្នុងវិស័យនៃអ្នកណាអ្នកនោះទុកយើងថាគ្មានបានការជាផ្នែកលើសដូចស្មៅក្នុងសួនផ្កាគេចាក់ការដោតទាំងរឹសដឹងខ្លួនយើងជាមនុស្សត្រូវតែជ្រើសរើសរកកន្លែងរស់ត្រូវតែជ្រើសរើសទីកន្លែងនៅគេទុកយើងកុំយកមិនហៅរកយើងកុំទៅបើមិនប្រាប់កុំសួរជ្រៅបើគ្មានផ្លូវកុំនៅចាំគេចោលយើងឈប់ស្គាល់គេទើសតល់កុំនៅត្រាំស្មៅយើងបើគេដាំគេថែទាំមានតម្លៃនៅក្នុងទីសំគួរសារណៈល្អត្រៃរណគមរៀនធម៌ជាប្រក្រតីសេពអាស្រ័យសតិដ្ឋានតម្រូវការនៃជីវិតពេលខ្លះជីវិតក៏មិនត្រូវការអ្វីច្រើនដែរត្រឹមបាយមួយពេលហើយស្ដាប់ព្រះធម៌អានព្រះត្រៃបិដកសង្ឃឹមសម្លឹងមើលមេឃចុះអាប់សង្ឃឹមសម្លឹងមើលមេឃចុះអាប់ស្រូបយកខ្យល់ត្រជាក់ដែលធ្លាក់ចុះមកឃើញខ្យល់បក់ស្លឹកឈើអង្គើចុងស្មៅឃើញទឹកបឹងជាប់ជើងភ្នំឃើញធម្មជាតិជាទីមនោរម្យហាក់ញញឹមប្រាប់មនុស្សថាភាពទន់ធ្លន់មិនមែនជាទន់ខ្សោយនោះឡើយគឺមានកម្លាំងខ្លាំងអាចឈ្នះចិត្តនៃអ្នកខ្ពង់ខ្ពស់បានទាំងអ្នករំពឹងឲ្យចេះទន់ធ្លន់ដាក់ខ្លួនឯងដោយធម្មជាតិដែលទន់ត្រជាក់ទឹកធ្លាក់ខ្យល់បក់ដូចនេះឯងឲ្យទៀនដោយសប្បាយចិត្តបុណ្យសម្អាតចិត្តជីវិតសុខមិនចាំចិត្តមុខប៉ុណ្ណោះទេធ្វើល្អថែចិត្តពិត
ជួយគេជួយយើងជាមេមុនគេទៅទៀតឲ្យអ្វីគេឲ្យសบายចិត្តសុខពិតតន់ហន់បច្ចុប្បន្នជាតិចាស់ហើយគួរស្ងប់អប់រំទៀតអ្វីបែកឃ្លាអ្វីបែកឃ្លាតពីធម្មជាតិពិតវេលាកន្លងអ្វីក៏ប្រែប្រួលមិនទៀមទាទេត្បិតគ្មានសិទ្ធមិនសំខាន់ត្រង់បានចិត្តមិនសំខាន់ត្រង់បានដួងចិត្តពិសិដ្ឋនៅត្រង់មិនចង់បាននៅវត្តមិនស្ងប់ត្រឡប់គិតធ្វើវត្តក្នុងចិត្តពិតខ្សេងខ្សានពិតថាចិត្តមុខទុករំខានបែរបានបរមប្រមាត់មកសិក្សាបដិបត្តិធម៌5ជាប្រចាំល្អគួរមានតម្លៃក្នុងជីវិតចាស់គួរមានតម្លៃក្នុងជីវិតចាស់គឺច្បាប់ប្រព្រឹត្តគិតក្នុងផ្លូវស្ងប់1ខំធ្វើទានបើមានទ្រព្យសង្គ្រោះគួរគប់ជាប់ហៅថាសួស្ដី2មានមេត្តាប្រហាក្រោតក៏មិនល្ងងឆោតឲ្យខ្លាចឆៃព្រះគុណត្រជាក់អរិយមេត្រីទ្រង់មានសេរីអនាគត3មុទិតាអ្នកណាសុខត្រេកអរគ្រប់មុខមិនអិសាដីសុខផងយើងបែរយ៉ាងណាល្មមត្រឹមធម្មតាវេទនាធម៌4សច្ចៈត្រង់សង្គោះជនមិនលាក់ពុតភ្លុនមាយាភោមិនទ្រុះសិលហើយនៅជីវរមិនទ្រុះសិលហើយនៅជីវរមិនអួតគុណធម៌ជាមហាចៅ5ព្រមល្មមតាមធម៌វិន័យសិក្ខាទាំង3មហាថ្លៃថ្នូរឧបនិស្ស័យផ្សេងគ្នាមានរឿងនិទានខ្លាទីតៃខ្លាមួយក្នុងព្រៃមួយក្នុងទ្រុងច្រណែននឹងគ្នាជាសត្វល្ងង់ថាខ្លាក្នុងទ្រុងដេកស៊ីសាច់ស្រាប់ខ្លាមួយទៀតថាឯងនៅក្នុងព្រៃរស់មានសេរីគេមិនចាប់សត្វខ្លាទាំងពីរក៏ប្រញាប់ដូរទីគ្នាឆាប់ស្លាប់ប្រកាសខ្លាធ្លាប់ស៊ីស្រាប់ស្លាប់អត់ឆៃព្រោះគ្មានចំណីរត់ចូលមាត់ខ្លាធ្លាប់នៅព្រៃភ័យព្រាត់ប្រាសអសោះសង្កត់អបសុកសង្កត់អត់ដង្ហើមឧបនិស្ស័យអាស្រ័យធ្លាប់គួរគប់សម្រួលកុំជ្រួលជ្រើមជំនាញខ្លួនខ្លាំងតាំងពីដើមរក្សាដង្ហើមដកដើមខ្យល់រស់រក្សាដង្ហើមដកខ្យល់រស់សំខាន់បានរស់ក្នុងប្រធមមានការងារល្អក៏សង្គ្រោះប្រធមជាសប្បុរសមរតកគេឈ្មោះរស់យូរអង្វែងសម្ដី3ម៉ាត់ឬគេហៅថាសម្ដី3យ៉ាងនៅស្ងៀមមិនមែនសុទ្ធតែមិនដឹងអីនោះទេវាអាចជាការដឹងមិនច្បាស់ឬដឹងច្បាស់ដល់ថ្នាក់មិននិយាយទៀតផងព្រោះរឿងខ្លះនៅស្ងៀមទើបល្អសម្ដី3ម៉ាត់នេះមានន័យថាមិនមែនរឿងខ្លះយើងមិនដឹងទេព្រោះតែយើងដឹងនឹងហើយបានជាយើងមិននិយាយកំឡាំងចិត្តការឈប់ខ្លះរីកមុនខ្លះរីកក្រោយ
នេះហើយបើគ្មានអន្តរាយទេយើងជឿជាក់លើខ្លួនយើងដែលមានសទ្ធាក្នុងព្រះត្រៃនិងមានឆន្ទាគតិពោពេញទៅដោយចិត្តព្យាយាមមានអ្នកខ្លះបានសម្រេចដោយសារមានការមើលងាយអំពីអ្នកដទៃបែរជាអ្នកដែលមើលងាយយើងនោះបែរជាអ្នកដែលមើលងាយគេនោះឯងបារាជ័យធ្លាក់ចុះដីក្នុងមួយឈុះទៅវិញដូច្នេះកម្លាំងចិត្តគឺជាអង្គមួយដ៏សំខាន់ក្នុងការចុះកាន់អរិយមគ្គកុំសាងបាបគ្រោះព្រោះតែអាហារកាន់ឧបោសថសិលកុំខ្ជិលឡើយដឹងគេខុសហើយកុំឡើយក្រោធពេលខ្លះខឹងដែលព្រោះតែឆោតត្រូវសង្កត់ក្រោធកុំអួតខ្លាំងកុំស៊ីតាមព្រានបំពេញច្បាប់ទ្រង់កុំហ៊ានតាមចង់បងអាត្មាកុំសាងបាបគ្រោះព្រោះអាហារកុំឃ្លាតយ៉ាងណាមានការទ្រាំទ្រស៊ីសុកសងសោយបោកខ្លួនឯងភពលបែកទីមាវេទនាអារម្មណ៍ជៀសចាកកាមគុណមេមុនធម្មមេមុនធម្មវិះកាយជ្រៀងរំស្អាងស្អាតស្កាយធ្វើបិទអីភព3ជាភពមាមិនគួរជួបគ្នាជុំសបាយឧបោសថចំខំនឿយណាយបរិញ្ញាឃ្លាតឆ្ងាយណាយពីភពជាតិអន្តរាយដោយអត់ដឹងខ្លួនដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងម៉ែដឹងឪដឹងផ្លូវព្រះនិព្វានតែមិនដឹងខ្លួនមមួនបំពេញប្រដៅធម្មទានគេបានខ្លួនអត់ចង់ដឹងអត់ធ្មត់តែអត់មិនបានជួបធម៌កល្យានមិនបានហាត់ពុតចង់បាននិព្វានតែគ្មានអំណត់អន្តរាយប្រកបព្រោះអត់ដឹងខ្លួនធម៌មិនគួរប្រកាន់មិនមែនចង់ថាឲ្យយើងទៅធ្វើជាក្មេងខ្វៀលក្របីឬទៅដេកដីជាមួយនឹងសត្វគោទេតែបើយើងចេះតែរស់នៅតាមបែបនៃការប្រកាន់ខ្លួនខ្លាំងឡើងដូច្នេះក៏មិនមែនជារបៀបរស់នៅនៃមនុស្សឆ្លាតដែរតាមពិតជីវិតមួយនេះមិនលំបាកអ្វីពេកទេបើយើងមិនប្រកាន់ពេកនោះក្នុងលោកសុទ្ធតែមានការពិតដោយបរមត្ថរៀបរយហើយស្រេចរស់នៅដោយមិនចាំបាច់ស្អប់ឬទាស់អ្វីចំពោះសភាវៈនោះឡើយសូមបីតែសភាវៈនោះគឺជាវិបាកជាកុសល
ជាអកុសលឬជាសភាវៈអ្វីក៏ដោយប្រះធរទាំងនេះកើតអំពីបច្ច័យគួរដឹងច្បាស់មិនគួរប្រកាន់ឡើយអធ្យាស្រ័យ5យ៉ាងក្តីសន្តិប្រែមកថាស្ងប់សេចក្តីស្ងប់សេចក្តីខ្សាន្តត្រានសេចក្តីរៀមទាបការពិតថានៅស្ងៀមតែជាមនុស្សមានអធ្យាស្រ័យមួយមិនសម្ដែងប្រតិកម្មតបតែបានបែងចែកមនុស្សគួរឬមិនគួរយ៉ាងណារួចហើយមានសេចក្តីស្និទ្ធស្នាលដំណើរជឿលើគ្នាការទុកចិត្តគ្នាទៅវិញទៅមកវាបានថយចុះបាត់ទៅហើយ2សម្ដែងការរាប់អានគ្នាទាំងកាយទាំងវិចារតែការជឿទុកចិត្តពិតជាមានការថយចុះជាលំដាប់3មិនស្ដីបន្ទោសមិនរំលឹកឈ្មោះតែដកខ្លួនថយឃ្លាតកាយណាយចិត្តដើម្បីរក្សាគំនិតល្អរបស់ខ្លួនឯងទី4ស្រឡាញ់ក្នុងអារម្មណ៍នៃមេត្តាតែមិនចូលរួមសហការ